សូមស្វាគមន៍ប្រិយមិត្តទាំងស្ដាប់នៃសំឡេងខ្មែរមេកងយើងកងទ័ពវាសាហាវណាស់រ៉ុកេតប្រភេទ DT-IB អាវុធឈុតក្តៅជីងហើយបន្ទុះកំជ្រួច BM-21 ថៃបន្តខាត់បងកាន់តែខ្លាំងឡើងសព្វវុធទំនើបដោយសារតែខ្លួនមិនព្រមបញ្ឈប់សង្គ្រាមប្រទេសថៃបានរួលការផ្ទុះដែលមានអារម្មណ៍ដូចជាការរិញជួយដីដែលបង្កឡើងដោយការបាញ់កំភ្លើងយ៉ាងច្បាស់របស់ទាហានកម្ពុជាប្រទេសថៃចាប់ផ្ដើមសង្ស័យថាចារកម្មផ្ទៃក្នុងត្រូវបានគេប្រើដើម្បីបញ្ជូនទិន្នន័យនិងទីតាំងមកជូនយោធាកម្ពុជាថៃបានព្យាយាមវាយប្រហារតាំងពីថ្ងៃទី9ខែធ្នូឆ្នាំ2025ប៉ុន្តែមិនទាន់ឈានដល់ព្រំដែននៅឡើយទេពួកគេបានប្រើត្រឹមតែការដាក់តង់កងទ័ពរបស់ខ្លួនប៉ុន្មានម៉ោងប៉ុណ្ណោះដើម្បីថតរូបនិងដើម្បីបង្ហាញដល់ប្រជាជនមុននឹងត្រូវបានវាយប្រហារម្ដងទៀតដោយយន្តហោះ BM និងយន្តហោះចម្បាំងរបស់ប្រទេសសៀមដោយការបង្ហាញជាងអំពីរូបភាពនៃ BM-21 ពីទាហានកម្ពុជាបច្ចុប្បន្នយើងមើលឃើញច្បាស់អំពីការដាក់ឡើងព័ត៌មានដល់ជាស្ដែងនៃការបង្ហាញជាងអំពីភាពសាកសពទាហាននៅតែមាននៅក្នុងប្រទេសថៃប្រិយមិត្តកម្ពុជាទទួលរងការខាត់បងតិចជាងមុនដោយសារទាហានរបស់ខ្លួនលាក់ខ្លួនក្នុងព្រៃបើផ្លូវឲ្យទាហានថៃចូលលួចកំជ្រួច BM-21 គឺសង្គ្រាមតាមបែបសង្គ្រាមតព្រៃប្រទេសថៃនឹងបន្តទទួលរងការខាតបង់កាន់តែខ្លាំងឡើងនៃទាហានរបស់ខ្លួននិងសព្វវុធទំនើបរបស់ខ្លួនដោយសារតែខ្លួនមិនព្រមបញ្ចប់សង្គ្រាមដែលភាគីថៃបានបង្កឡើងនៅទីនេះដែរព្រោះការខាតបាត់បង់មុខមាត់ជាមួយប្រជាជនរបស់ខ្លួននិងពិភពលោកផងដែរប្រទេសថៃដែលស្ថិតនៅលើវាលស្មៅរបស់ខ្លួនដែលធ្លាប់ជាសត្វតោនៅអាស៊ីអាគ្នេយ៍ឥឡូវនេះកំពុងคล้ายទៅជាឆ្មាបន្តិចម្ដងហើយនឹងធ្លាក់ទៅក្រៅប្រទេសវៀតណាមឆ្ងាយពីការចាញ់សង្គ្រាមជាមួយប្រទេសកម្ពុជានោះដូច្នេះយើងឃើញថាប្រទេសកុម្មុយនីសវៀតណាមកំពុងកសាងប្រទេសរបស់ខ្លួនឡើងវិញដោយភាពស្ងប់ស្ងាត់និងជាអ្នកទទួលផលដ៏ធំបំផុតពីសង្គ្រាមថៃនិងកម្ពុជាដោយដណ្ដើមយកទីផ្សារកម្ពុជាពីប្រទេសថៃរលកការនៃការវិប្រហារលើកនេះដែលកម្ពុជាបានបញ្ចេញនៅសារជាតិក្តៅដើម្បីធ្វើការឆ្លើយតបនិងទប់ស្កាត់នៅអំពើអវិជ្ជមានចេញមកពីកងទ័ពថៃវាជាលក្ខណៈអំណាចយោធាមួយនិងព្រមជាមួយនៃកងកម្លាំងយោធារបស់កម្ពុជាបានបញ្ជាចេញនៅសាច់ដុំជាមួយថៃពិតវាជាសុពលភាពនៃតបដោយយោធាខ្មែរដែលកំពុងបង្ហាញវិលឆ្លើយតបទៅកាន់អង្គភាពនៃតបថៃសម្លេងរន្ធត់នៅថៃកំពុងបញ្ជាក់លើដែនដីថៃគឺកំពុងបន្ទុះឡើងនៅសព្វវុធដែលភាគីថៃតម្រង់ចូលទឹកដីកម្ពុជានៅពេលនេះគ្មានសល់សូមតែមួយដើមនោះទេនេះគឺជាការឆ្លើយតបដ៏រឹងមាំបំផុតពីយោធាខ្មែរដែលកម្លាំងបំផុតនៅក្នុងកាលៈទេសៈដែលកូនខ្មែរត្រូវរួមសម្ពាធពីប្រទេសថៃរយៈពេល6ខែមកម្ល៉េះវាគឺជាឈុតឆាកវាយលើកងកម្លាំងចម្រុះពីថៃដែលចេះតែបង្កនៅបញ្ហាប្រឈមមុខនឹងមិនព្រមអង្គុយនៅលើតុទេគឺថៃបានប្រើកម្លាំងយោធាជំនួសនេះគឺជាការឆ្លើយតបពិតពីកម្ពុជានៅភាពដែលមិនយល់ព្រមនឹងអង្គុយលើតុចរចានោះប្រិយមិត្តមានព្រឹត្តិការណ៍បង្ហាញថាកងទ័ពវៃសាហាវណាស់ដោយប្រើរ៉ុកេតប្រភេទ DT-IB ពីយោធាសៀមបានធ្វើការវិប្រហារលើតំបន់ព្រះវិហារ DT-IB នៅថ្ងៃទី18ខែ12ឆ្នាំ2025នេះការឆ្លើយតបនឹងទប់ទល់ពីយោធាខ្មែរគឺគ្រឿង
អំណាចរបស់កម្ពុជាមាន BM21 គឺភ្លៀងកញ្ជ្រួចទៅកាន់រ៉ុកកែតប្រភេទ DTI-2 របស់ថៃដូច្នេះជាជំនះដែលធំនោះគឺបាននិយាយឡើងថាកម្ពុជាមិនតន់ខ្សោយដោយអ្វីដែលថៃនឹងយួនគិតឡើយវាមានកម្លាំងពិតតែខ្សោយបញ្ហាហើយកសោយបញ្ញាខ្មែរមានកម្លាំងតិចតែតបខ្មែរដែលជាហៅថាតបព្រៃនោះមានបទពិសោធន៍ធ្វើសង្គ្រាមក្នុងព្រៃបានធ្វើឲ្យយោធាថៃខាត់បងជាទម្ងន់គិតត្រឹមម៉ោងនេះដូច្នេះថៃអះអាងថាបានគ្រប់គ្រងច្រកអាំងសេះដោយបានដកតុងជាតិថៃនិងរវងមូលតាអ៊ុំដែលថៃរត់អូសសំណាញ់តាអ៊ុំដែលបាក់បែកចោលទាំងអស់ហើយយ៉ាងណាក៏ដោយសង្គ្រាមមិនទាន់ចប់នោះទេការគ្រប់គ្រងរបស់ថៃនៅច្រកអាសេះមិនទាន់ស្ថិតស្ថេរឬក៏ស្ថិរភាពឡើយសង្ឃឹមថា BM21 នឹងបាញ់ស្រោចស្រង់ទៅលើទាហានថៃនៅច្រកអាសេះហើយសង្ឃឹមថាទាហានខ្មែរដណ្ដើមយកច្រកអាសេះនិងរង្វង់មូលតាអ៊ុំបានមកវិញក្នុងពេលឆាប់ៗនេះយើងជឿជាក់ទៅលើសមត្ថភាពនិងអង្គភាពដែលក្លាហានរបស់ទាហានខ្មែរហើយនេះគឺជាការឆ្លុះបញ្ចាំងចេញនៅយុទ្ធសាស្ត្រគៀងគោឲ្យចូលរងខ្លាយ៉ាងណាក៏ដោយថៃផ្សាយព័ត៌មានคล้ายច្រើនណាស់ដើម្បីកុហកប្រជាជនរបស់ខ្លួននោះប្រិយមិត្តជាទីគោរពនិងជាទីរាប់អាននៃសារសម្លេងខ្មែរមេគង្គយើងអាញាធរថៃបានដាក់បំរាមគោចរនៅខេត្តត្រាច់ភាគអាគ្នេយ៍ខណៈចំនួនជាមួយកម្ពុជាកាន់តែកើនឡើងដល់តំបន់ឆ្នេរនៃតំបន់ព្រំដែនចំនួនប្រទេសជិតខាងទាំងពីរបានប្រើប្រាស់អាវុធម្ដងហើយម្ដងទៀតនៅក្នុងឆ្នាំនេះចាប់តាំងពីទាហានខ្មែរម្នាក់ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីខែឧសភាដែលបានធ្វើឲ្យបញ្ហាចំនួននេះកើតឡើងនិងធ្វើឲ្យប្រជាជនរាប់សែននាក់ភៀសខ្លួននៅទាំងសងខាងនៃព្រំដែនអ្នកនាំពាក្យក្រសួងការពារជាតិថៃលោកនាយឧត្តមសេនីយ៍សុរសាទកុងស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងបាងកកបន្ទាប់ពីប្រកាសបំរាមកូចចោះថាសរុបមកការប៉ះទង្គិចគ្នាបាននឹងកំពុងបន្តហើយកាន់តែខ្លាំងឡើងកងកម្លាំងថៃបាននិយាយកាលពីថ្ងៃទី18ខែធ្នូថាពួកគេបានបំផ្លាញស្ពានដែលកម្ពុជាប្រើប្រាស់សម្រាប់ដឹកជញ្ជូនសព្វាវុធនិងឧបករណ៍ផ្សេងៗទៀតទៅកាន់តំបន់នេះហើយបានប្រើប្រាស់និងប្រតិបត្តិការមួយសម្ដៅលើកងកម្លាំងកំភ្លើងធំដែលឈួរជើងនៅក្នុងខេត្តកោះកុងជាប់សមុទ្ររបស់កម្ពុជាទៀតផងបំរាមគួចចររបស់ប្រទេសថៃគ្រប់ដណ្ដប់លើស្រុកចំនួន5ក្នុងខេត្តត្រាច់ជាប់នឹងកោះកុងដែលមិនរាប់បញ្ជូនកោះទេសចរនៃកោះចាងនិងកោះគុជកន្លែងកន្លងមកយោធាថៃបានដាក់បំរាមគួចចរនៅខេត្តស្រះកែវភាគខាងជើងដែលនៅមានជាធរមានថៃនិងកម្ពុជាបាននឹងកំពុងមានការបាញ់ប្រហារគ្នាជាច្រើនកន្លែងនៅតាមបណ្ដាព្រំដែនជាង800គីឡូម៉ែត្ររបស់ពួកគេចាប់តាំងពីថ្ងៃទី8ខែធ្នូក្នុងនោះអ្វីដែលត្រូវបានគេចាត់ទុកថាជាការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការប្រជុំមុខដាក់គ្នាពេលរយៈ6ថ្ងៃទៅដល់8ថ្ងៃក្នុងខែកក្កដាមុននោះដែលបានបញ្ចប់ដោយការសម្រុះសម្រួលពីសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដូច្នេះយើងឃើញអំពីភាពកាចសាហាវនិងការដាក់បំរាមនៅក្នុងទីនេះគឺជាគោលយុទ្ធសាស្ត្រនយោបាយរបស់ថៃដែលកំពុងតែធ្វើឲ្យកម្ពុជាកាន់តែមានសង្ឃឹមនៅក្នុងការផ្លាស់ទីតាំងឬក៏គោលដៅរបស់ខ្លួននៅលើសមយុទ្ធនៅលើទួនាទីមួយដែលសង្ឃឹមថាប្រទេសកម្ពុជាអាចនឹងមានស្ថិរភាពនិងអាចនឹងឈានដល់ការកំទេចចំពោះភាពឈ្លានពានរបស់យោធាថៃដែលកំពុងបង្កើនឡើងនៅក្នុងការគ្រប់គ្រងដែនដីកម្ពុជាខុសច្បាប់ដែលយើងឃើញច្បាស់អំពីព្រឹត្តិការណ៍នយោបាយ
យុធីរបស់ថៃដែលកាត់ឡើងអំពីប្រទេសក្នុងរបស់ប្រទេសថៃដែលមានចំនួនក៏ដូចជាការបង្ហាញចេញអំពីអរិភាពជាមួយត្រកូលហ៊ុននៅក្នុងប្រទេសកម្ពុជាសារព័ត៌មានខ្មែរមេកុងញូសសូមអរគុណទៅកាន់អស់លោកអ្នកដែលបានតាមដានសារព័ត៌មានរបស់យើងខ្ញុំដើម្បីអស់លោកមិត្តអ្នកស្ដាប់ងាយស្រួលតាមដានសូមចុច Subscribe និងចុចកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីរបស់យើងខ្ញុំបានគ្រប់ពេលវេលាសូមអរគុណនិងជម្រាបលា